យើងទៅមើល11អ្នកដំបូងរបស់បាកា Wojciech Szczesny អ្នកចាំទីដៃទី1ខ្សែការពារមកត្បនេះគឺមាន Gerard Martin Inigo Martinez មាន Pau Cubarsí និង Gilles Koundé បំរើគឺមាន Fermin Lopez Frankie de Jong ប្រធានក្រុមនិង Pedri ប្រយុទ្ធម្នាក់ឯងគឺ Ferran Torres ប្រយុទ្ធ3គឺមាន Ferran Torres ហើយនិង Robert Lewandowski ស្លាប់ស្ដាំ Rafinha បាទពេញតែម្ដងបាទពេញក៏តែ Lamine Yamal នៅបំរុងណាបងប្អូនណាមិនបានលេង11អ្នកដំបូងទេនេះគឺជា11អ្នកដំបូងរបស់ Celta Vigo គឺមានអ្នកចាំទីបាទ Quaita ខ្សែការពារគឺមាន Rodriguez មាន Lago មាន Alonso គណៈដែលបំរើគឺមាន Durian មានបាទ Beltran Frank Beltran ប្រធានក្រុមមានបាទ Moriba មានបាទ Carreira គណៈដែលប្រយុទ្ធ3គឺមានកីឡាករ Losada មានបាទ Iglesias រួមជាមួយនឹង Svedberg បាទ3អ្នកនៅខាងលើប្រើប្រព័ន្ធលេង 3-4-3 បាទតាយីទូសនា Rafinha លេងស្លាប់ស្ដាំជំនួស Lamine Yamal កាត់ចូលមកខាងក្នុងឲ្យមក Fermin Lopez Fermin ជ្រែកកាត់ចូលមកក្នុងទាត់ស្ដាំមិនចូលទេ Robert Lewandowski ប៊ីតែមានគ្រាប់បាល់បើកឆាកសម្រាប់ FC Barcelona បាទឈរធ្វើមិនដឹងយីទូសនាទាញស្ដាំមកកាត់ចូលក្នុងស្អាត Robert អត់ចូលទេបាទ Fermin កាត់ស្អាត Levi មកជើងស្ដាំនេះគឺខុសគោលដៅបន្តិចនាំឲ្យបានចំណេញ Alexander Adam តែលើកចូលឱកាស Barcelona អូយផុតបាត់ហើយការតែបមួយក្បាលមិនពេញបាទទូលពីក្រោមពី Inigo Martinez បាទនេះគឺជាការប្រកួតសប្តាហ៍ទី32មានន័យថា32ហើយនៅសល់6សប្តាហ៍ទៀតខ្ញុំស្រឡាញ់ទាំងអស់ឲ្យក្រុមនៅកម្ពុជាបាទស្រឡាញ់ទាំងអស់ទៅក្រុមមកពីលីកកម្ពុជាកម្ពុជាឱកាសវាយលុកទៅឲ្យសុទ្ធមកជើងស្ដាំ Barcelona នាំមុខមួយគ្រាប់ដោយ Ferran Torres គោល 1-0 12នាទី Ferran Torres របស់អេស្ប៉ាញសុទ្ធមួយគ្រាប់មុនយើងចាំមើលរូបភាពសារឡើងវិញមើលបាទអូមកសុទ្ធតលតបានណែយើងទស្សនា Inigo ឲ្យមក Ferran ទាញស្ដាំទាញ Ferran ទាញលាងពីលើត្បូងទុក Ferran ទាត់លឹបលក់អូហូលយក្រាន់បើណែរាល់ដងឃើញតែខុយគេនេះប៉ុណ្ណឹងនេះសុទ្ធច្បាស់ក្រាន់បើអូណែយីទស្សនាទាញមួយទប់មកប៉ះទៀតហើយក៏ទប់មួយទៀតលាងលក់អូខេ Ferran Torres នាំមុខមួយគ្រាប់បាទសម្រាប់ Barcelona បាទ 1-0 ទៅលើ Celta Vigo 3-0 ក៏បានដែរឥឡូវយីទស្សនាទៅពីតំបន់ស្លាប់ស្ដាំរបស់ក្រុម Celta de Vigo កាត់ចូលមកទាត់ចូលស្មើ1-1 Celta Vigo វាយបកតាមបានភ្លាមបាទអីយ៉ាមិនសូវស្រួលទេណាស្រួលរូបភាពសារឡើងវិញមិនអបផ្សាយទេណែកន្លែងនេះដូចជាមិនអត់អបផ្សាយដែរWojciech Szczesny ចេញមកអត់ទាន់ចាប់អូយផ្ទះខុសបាទ Szczesny ចេញមកដូចអត់ត្រូវចេញខុសបន្តិច Szczesny ផ្ទះអត់ដល់ធ្លាក់មកដល់ Iglesias ល្មមមួយស្មើយោចាប់បដោយមកទៀតហើយឱកាសរបស់ Celta de Vigo អត់ទេឃ្លៀមិនដាច់ចាប់បានអូឡាប់ឥឡូវហើយណែលេងមកតលាយចឹងអីមកផ្សាយទេនេះ Iglesias ប៊ីមកឃ្លៀខុសបាល់ទៀតអើយគុណដេហើយលើកចូលមកនៅសល់ខ្សែការពារទៀតបាទបន្តពាំងតែតមកក្បាលចូលមកខាងក្នុង Lewandowski បែរ Lewandowski អត់លិតនិយាយជើងធំពេកបាញ់ចាប់បាល់នេះមិនអបផ្សាយណាស្ដាយឱកាសនេះណែយូទូសនាការដាក់មកជើងស្ដាំពីបាទ Iglesias មិនអាចរកគ្រាប់បាល់បានអាយ៉ាមកទីដែរឱកាសរបស់ក្រុម Celta Vigo ថែមនៅតែមិនចូលប៊ីបលឹងចុងសក់មកផ្លែត on target 2ដង
បញ្ជូនចូលមកដេញតាមរំខានអាយយលឿនណាស់ពី Celta Vigo ប្រយ័ត្នដោះខ្លួនបានគ្រោះថ្នាក់លើហើយឱកាស Celta Vigo ផុតបាត់ហើយរឿងឥឡូវហើយសើស្រួលទេបងប្អូនហើយបាទឥឡូវនេះទឹមមួយស្មើអាយយ IglesiasចូលCelta Vigo សុទ្ធ2-1ទៅលើ Barcelona នៅក្នុងទឹកដី Barca Iglesias 2 គ្រាប់ម្នាក់ឯងប៉ារីស 1-0 នាំមកទៅលើ Le Havre បាទអាមិនបដ ாய் ឲ្យដាច់មាត់មកម្នាក់ឯងលបល់យោសុទ្ធស្រួលពី Iglesias បាទស្អាតសុទ្ធស្អាតចាប់ហើយ3បន្ទុកនឹងទៅយកឯណាបានទេលេងទប់វាយបកនេះគឺរឹងល្អគ្រាន់បើ Celta Vigo អាយយកន្លែងនេះអត់បានទេថែមមកជើងឆ្វេងអត់ចូលទៀតបាទលើយទូសនា Martinez ឲ្យមក Pedri កាប់ទាញចូលមករបូតបាល់បាត់ហើយម្នាក់ឯងឲ្យគត់គេទៅ3ស្មើអំបិលគ្រប់ហើយ Iglesias ទៅទៅណា hat trick ទេអត់ hat trick ទេទាត់អំបិលកន្លែងនេះចង់ offside ផងប៊ីបាន3គ្រាប់យ៉ាម៉ាល់លើកចូលមកតែមកក្បាលឃ្លៀបាទធ្លាក់មកដល់បាទ Pedri ឲ្យឡាមីនយ៉ាម៉ាល់ឲ្យមក Dani មើលគេបោះបាល់លោកព្រះអើយទៅទៀតហើយ Iglesias ចូល3-1 hat trick Iglesias Dani Olmo បញ្ជូនបាល់អត់បានល្អរបូតបាល់មកវិញក៏គេឆាប់ដែរ Olmo ជាមួយ Olmo បោះបាល់ឲ្យគេនេះហើយមកជើងនេះមកគឺសុទ្ធយកតែមកហ្នឹងបាទអត់ offside ទេមានតែ offside ម្នាក់ឯងហ្នឹងវាឡើងអស់លីងហើយឡើងផុតបន្ទាត់ចឹងបាទបើទោះជា Iglesias ហ្នឹងបាទនៅចំហដែលថានៅឆ្ងាយពីខ្សែការពារក៏នៅតែមិន offside ដែរផុតបន្ទាត់ហើយហ្នឹងឡើងហួសតំបន់ហើយហួសតំបន់ខ្លួនឯងចូលតំបន់គេចឹងមានអីត្រូវ offside ឡើងពេកអត់ទុកមួយអត់តតផ្ដាច់មកជើងមកល្មមសុទ្ធគ្រាប់ទី3បាទឡើយទូសនាអាយ៉ាទៅហើយមកជើងឆ្វេងគ្រាប់មកវិញ2-3 Barcelona នៅពេលវេលាយូរទៀត26នាទីទៀតមិនទាន់អស់សង្ឃឹមទេនៅទៀតបងប្អូនបាទមិនទេយើងទស្សនាកន្លែងមិនអបសាយទេតុបបាល់ Olmo អូខេតាអត់ទាន់ស្រ័យទេបើថាទឹមបាន 2-3 ចាំតិចទៀតចាំ3ស្មើចាំ3-4ចាំ4ទល់នឹង5 5ទល់6មក Olmo ឲ្យមកជាមួយនឹង Pedri ប៉ាសដាំដៃជាមួយនឹង Jules Koundé រុញមកឲ្យ Lamin ក្រោះចូលតែមួយក្បាល Rafinha 3ស្មើអូខេ FC Barcelona មិនទាន់ចាញ់ទេណាបាទមួយបន្ទុកខ្ទេចមកដល់កណ្ដាប់ដៃ Barcelona វិញហើយបាទយើងទស្សនាដាក់ Lamin Yamal Dani Olmo មកធ្វើឲ្យគ្រាប់បាល់កើតឡើង2គ្រាប់មួយផ្លែតតែ Rafinha សងគ្រោះមិនបានទេពី Vicente Quaita យើងទស្សនាតែមួយក្បាលពី Rafinha អូខេ Quaita ផ្ទះមិនទាន់ទេបាល់តែលឿនពេកបាទដូច្នេះ3ទល់នឹង3គ្រាប់បាល់នឹងវាលឹះលុបវាភ្លុកទឹកភ្លុកដីបងប្អូនអើយបាទអា Pedri ទៅតាណាប៉ះឆ្វេងដៃ72នាទីសល់8ដល់10នាទីចុងក្រោយលើកចូលឱកាសដល់មកអូហើយប៊ីគ្រាប់ទី4 Dani Olmo មិនអាចរកគ្រាប់បាល់បានបាទយើងទស្សនានេះល្អណាស់ Olmo អើយកូនណាអើយគ្រាប់បាល់ទី4មិនអាចកើតឡើងពី Dani Olmo បាទយើងទស្សនានេះមកបន្តិចខ្ញុំភ័យទៅជើងក្រោមនេះបាសសេឥឡូវទៅទីដែរកាត់ចូលមកកន្លែងនេះអត់ទាន់បានបាល់ Dani Olmo ជ្រែកបែរខ្នងបានបាល់ទៅទីដែរពីសំណាក់ក្រុមបាទ Celta de Vigo
ទាញមួយពីរស្រួលចូលឱកាសអើយលើកចូលទៅប៊ីគ្រាប់ទី4អត់កើតឡើងបានសម្រាប់ Celta Vigo មាន 8 offside នៅសល់ជើង Jules Koundé ប៉ុណ្ណាណីលើកចូលមកតែតអំបិលស្ដាយគាត់លោក Giral ដែរកាសតែតមកចំគោលដៅដល់ចូលហើយមានពីណាចាំចាប់ទីទេតែអត់ចំគោលដៅខុសមួយច្បិចកុំអីហ្នឹងឡាប់ឈរហ្មងបាទដួលឈរឡាមីនយ៉ាម៉ាល់ជ្រែកអត់បានទៀតហើយអាញាកដាលប្រាប់ថាកំតាន់អាលយ៉ាងម៉េចទៅពេលទាំងទីទេអាចណាអាចពេលស្ដាប់ VR សិនបាទរូបភាពកន្លែងនេះអូពេលទៅចឹង VR ពេលហើយបើទាត់កជើងDani Olmo មកទាត់កជើងចូលអត់បងប្អូនចូលទេតា Rafinha ដកដង្ហើមធំមួយចិត្តចង់ផ្លុង Rafinha ប្រេ Rafinha សូតចូលគោល Barcelona បាន4គ្រាប់ទល់នឹង3ណាដាក់ Barcelona 3មុន Barcelona ដាក់មកពីក្រោយវិញ4ទៀត3-4សរុប7គ្រាប់សម្រាប់ជំនួបរវាងក្រុមទាំងពីរនៅក្នុងមីនីថ្មដែរ Barcelona ទទួល3ពិន្ទុនៅក្នុងកណ្ដាប់ដៃដដែលបាទបើទោះជាមិនទាន់ចាប់ការប្រកួតក៏ដោយនេះគឺជាការបង្កកំហុសពីសំណាក់ខ្សែការពាររបស់ Celta de Vigo បាទនាំឲ្យមានគ្រាប់បាល់កីឡាករ Lopez បង្កកំហុសណែពេលដល់ទីភ្លក់ពីសំណាក់ Rafinha អត់មាននៅទេណែទាត់មកកម្លាំងជើងហ្មងអត់មានទុកទេបាទសុទ្ធយកមកកម្លាំងហ្មងលក់ celebration សប្បាយរីករាយណា3ពិន្ទុបដាហើយ Barcelona អ្នកចាំទីចាប់អានដេកកន្លះម៉ោងអត់ងើប Wojciech Szczesny អញ្ញាកដាលភ្លុំកញ្ចែបញ្ចប់ការប្រកួត Barcelona ទទួលបាន3ពិន្ទុនៅ La Liga សប្តាហ៍ទី32រត់អោបមួយមើល Rafinha Hansi Flick សប្បាយចិត្ត3ពិន្ទុឃ្លាតពី Real Madrid 7ពិន្ទុរឿងឆ្ងាយបន្តិចនាំឲ្យ Real Madrid កាន់តែជូរចត់កាន់តែវិធានក្នុងការដេញតាម Barcelona បាទ